tế chiếtត្រូវគិតអំពីប្រទេសជាតិជាមុនហើយដំណោះស្រាយបាទគិតទឹកដីជាមុនហើយដំណោះស្រាយមិនមែនប្រើវិធីតែមួយដូចដែលលោកប្រាសុខុននិយាយថាចរចាអញ្ចឹងទេអត់ទេដំណោះស្រាយវាចម្រុះវាទាំងប្រើកម្លាំងទាំងចរចាទាំងផ្ដាំយើងមិនអាចជ្រើសរើសតែផ្លូវមួយទេឧទាហរណ៍កម្លាំងនៅពេលណាពេលដែលគេវាយចូលហើយយើងមិនអាចបើកឲ្យគេវាយចូលយកតាមចិត្តទេអត់ទេទឹកដីយើងកុំតែយើងទៅវាយគេតែកាលណាគេវាយចូលហើយយើងត្រូវតែប្រើកម្លាំងទប់ទល់ហើយអានោះប្រទេសអានោះអធិបតេយ្យភាពជាតិអានោះវិធីដោះស្រាយមួយវាយហើយបញ្ជូនរបាយការណ៍ទៅអន្តរជាតិពីព្រោះយើងវាយដើម្បីទប់ទល់យើងមិនមែនវាយដើម្បីឈ្លានពានទេអានោះដំណោះស្រាយមួយដូចសប្តាហ៍ថ្ងៃអញ្ចឹងយើងត្រូវតែប្រើដំណោះស្រាយប្រើកម្លាំងពីព្រោះគេចូលយកទឹកដីយើងចូលយកផ្ទះយើងហើយហ្នឹងទី2ខ្ញុំបានបញ្ជាក់ខាងដើមថាចរចាគេត្រូវតែចរចាប៉ុន្តែគេមិនមែនចរចាលើតំបន់ដែលចរចារាប់ឆ្នាំហើយនិយាយគ្នាមិនត្រូវតំបន់ដែលជារបស់ប្រជាពលរដ្ឋយើងរស់នៅសុខសាន្តគ្មានបញ្ហាអីផងស្រាប់តែគេចូលមកយកមិនមែនចរចាលើតំបន់ហ្នឹងទេចរចានៅលើតំបន់ទាំងឡាយណាដែលអាចចរចាគ្នាបានត្រឹមតែវិវាទនៅចរចាទ្វេភាគីអាហ្នឹងប្រើយន្តការទ្វេភាគីចរចាទៅដោយលោកអែមសវណ្ណរាមានប្រសាសន៍អំពីការអនុវត្តសារក្រមណានៅតំបន់ប្រាសាទព្រះវិហារអីអានោះយើងអាចចរចាមកមិនចាំបាច់ទៅផ្ដាំអីថែមទៀតទេចរចាដើម្បីទៅអនុវត្តនៅសារក្រមហ្នឹងអានោះគេចរចាបាទទី3តែខ្ញុំបញ្ជាក់ម្ដងទៀតថាតំបន់ដែលជាទឹកដីរបស់យើងប្រជាពលរដ្ឋយើងអត់មានចរចាទេអានោះកាលណាគេចូលមកយកហើយត្រូវប្រើយន្តការអន្តរជាតិអង្គការសហប្រជាជាតិសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសប្រាប់ឲ្យថៃដកទ័ពអត់មានត្រូវចរចាទេហើយក៏មិនបាច់ផ្ដាំដែរពីព្រោះទឹកដីយើងមិនចាំបាច់ផ្ដាំអីថែមទៀតទេគេផ្ដាំនៅលើតំបន់ដែលវាប្រទេសបន្ទុំមិនដាច់ស្រាប់ប៉ុន្តែទឹកដីយើងហើយគេចូលហើយគឺក្រៅតែពីប្រើកម្លាំងទប់ហើយនឹងឲ្យដកថយវិញអត់មានត្រូវផ្ដាំអីច្រើនទេអាហ្នឹងគឺជាវិធីដោះស្រាយហើយវិធីដោះស្រាយហ្នឹងមិនមែនក្រុមគ្រួសារហ៊ុនរដ្ឋាភិបាលលោកហ៊ុនម៉ាណែតមិនដឹងទេដឹងប៉ុន្តែគ្រាន់តែថារដ្ឋាភិបាលហ្នឹងអត់មានជំហរដោះស្រាយបញ្ហាទឹកដីជាតិមានជំហរត្រឹមតែទប់អំណាចក្រុមគ្រួសារហ៊ុនហើយឆ្លើយទៅនឹងសំណួរថាតើរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23នឹងប្រើការស្រាវជ្រាវដើម្បីទៅសេអំពីប្រវត្តិក្បត់ជាតិគាត់ប្រើពាក្យថាប្រវត្តិក្បត់ជាតិអំពើក្បត់ជាតិរបស់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតរដ្ឋាភិបាលក្រុមគ្រួសារហ្នឹងទេខ្ញុំគិតថារឿងសរសេរអំពីទង្វើមិនស្មោះត្រង់នឹងជាតិរបស់រដ្ឋាភិបាលក្រុមគ្រួសារហ៊ុននេះមានបញ្ញវន្តយើងច្រើនណាស់សរសេរចំណែកឯរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23មិនមែនមិនផ្ដោតអារម្មណ៍សំទោសមិនផ្ដោតអារម្មណ៍លើរឿងហ្នឹងទេក៏ប៉ុន្តែយើងផ្ដោតអារម្មណ៍ទៅលើយុទ្ធនាការយុទ្ធសាស្ត្រយុទ្ធវិធីក្នុងការផ្លាស់ប្ដូរនៅកម្ពុជាយកប្រទេសកម្ពុជាមកឲ្យប្រជាពលរដ្ឋខ្មែរវិញយកប្រទេសកម្ពុជាមកឲ្យប្រជាពលរដ្ឋខ្មែរហើយប្រជាពលរដ្ឋខ្មែរបញ្ញវន្តខ្មែរអ្នកប្រវត្តិសាស្ត្រខ្មែរអ្នកជំនាញខ្មែរមានសេរីភាពមកកំ pl ដើម្បីទៅសេប្រវត្តិសាស្ត្រដែលខ្លួនបានចេះដឹងហើយយើងសិក្សារួមគ្នាទៅពង្រឹងស្មារតីជាតិយើងបាទអរគុណច្រើនបាទលោកទី2មានចំណុចដូចគ្នាដែរតែក្នុងរដ្ឋាភិបាលខ្មែរគួរឆ្លើយតបបែបណាដើម្បីការពារធិបតេយ្យជាតិនឹងគឺទាំងលោកអែមសមណ្ឌរាលោកកឹមសុខបានឆ្លើយតបបានលើកឡើងស្តីងគ្នាគឺទ្វេភាគីនៅចរចាហើយការដាក់ពាក្យប្តឹងទៅអន្តរជាតិអីចឹងជាដើមតើក្រៅពីជំរឹះទាំងនេះលោកអែមសមណ្ឌរាមានរដ្ឋាភិបាលខ្មែរគួរមានជំរឹះអ្វីផ្សេងទៀតទេបាទរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នបានធ្វើខ្លះហើយប៉ុន្តែមិនទាន់បានពេញលេញច្រើនទេនៅក្នុងគោលការណ៍បច្ចុប្បន្នដែលកម្ពុជាយើងមានភាពចាញ់ប្រៀបថៃនេះយើងអាចធ្វើបានលើគោលការណ៍មួយចំនួនឧទាហរណ៍ថាការពង្រឹងមូលដ្ឋានច្បាប់និងឯកសារវត្តសាស្ត្រដែលមានដែលបន្សល់ពីសម័យអាណានិគមបារាំងសម័យអាណាព្យាបាលបារាំងបាននៅយើងបានចុះសន្ធិសញ្ញាបារាំងសៀមក្នុងបារាំងសៀមដែលបារាំងតំណាងឲ្យឥណ្ឌូចិនហើយសៀមប្រទេសមួយយើងមាន73បុគ្គលអញ្ចឹងផែនទីហ្នឹងគឺជាកិច្ចការមួយសំខាន់ដែលមានឧបសម្ព័ន្ធ11ផ្ទាំងផែនទីអាណិកវ័នហ្នឹងបាទអញ្ចឹងវាកិច្ចការមួយសំខាន់ណាស់ដែលពង្រឹងឯកសារថែរក្សាផែនទីដែលបានមកចត់ហើយនឹងចុះបញ្ជីអបេក្ខិតភ័ណ្ឌដែលយើងមានយើងអាចដាក់ប្តឹងទៅអង្គការសហប្រជាជាតិទៅ UNESCO ដើម្បីឲ្យជួយឲ្យគេហៅថាសមាជិកអង្គការសហជាតិអង្គការ UNESCO ជួយថែរក្សាដូចជាសម្បត្តិបេតិកភណ្ឌវប្បធម៌កម្ពុជាឯកសារព្រះវិហារហើយមួយទៀតគឺប្រើយន្តការទូតនិងការប្រើប្រាស់ច្បាប់អន្តរជាតិដែលខ្ញុំលើកឡើងអំបញ្ញមិញដែលយើងមានសន្ធិសញ្ញាបារាំងសៀមមានសន្ធិសញ្ញាទីក្រុងប៉ារីសដែលជាគោលការណ៍មួយតាមយន្តការទូតទ្វេភាគីឬក៏ពហុភាគីនៅក្នុងនេះវាមានការពង្រឹងទំនាក់ទំនងអន្តរជាតិការទូតក្របខ័ណ្ឌអាស៊ានមានការប្តឹងទៅតុលាការឬក៏ហៅថាជំរុញឲ្យតុលាការយុទ្ធសាស្ត្រអន្តរជាតិអនុវត្តសារក្រមដែលមានតាំងពី15មិថុនាឆ្នាំ62ហើយការតវ៉ាឬការផ្សព្វផ្សាយនោះត្រូវបន្តចេញការផ្សព្វផ្សាយឲ្យពលរដ្ឋខ្មែរបានយល់ផងកុំឲ្យយល់តែអ្នកនយោបាយអ្នកចរចាកាលណាទៅយល់តែអ្នកនយោបាយអ្នកចរចាធ្វើឲ្យដាក់បន្ទុកថ្ងៃក្រោយមានកំហុសឆ្គងពលរដ្ឋដាក់បន្ទុកហើយនេះជាកិច្ចការហើយចំណុចសំខាន់មួយដែរគឺការពិវត្តតំបន់ព្រំដែនបាទថាពង្រឹងសេដ្ឋកិច្ចផ្ទៃក្នុងផងនិងសេដ្ឋកិច្ចផងហើយពង្រឹងហេដ្ឋារចនាសម្ព័ន្ធព្រំដែនផងព្រោះយើងមើលនៅវិសាលភាពមានសង្គ្រាមពិបាកដឹកស្បៀងដឹកអីយកទៅកងទ័ពមានការលំបាកការដឹកជញ្ជូននឹងអញ្ចឹងវាជួយការពង្រឹងនឹងហើយការជំរុញឲ្យពលរដ្ឋរួមគ្នាលើកចិត្តជាតិនិយមនឹងកុំឲ្យមានតែទ្រឹស្ដីអនុវត្តជាក់ស្ដែងឲ្យមានពិតណាបាទកំណែតម្រង់ផ្ទៃក្នុងហ្នឹងបាទហើយចំណុចសំខាន់មួយគឺធ្វើទំនើបកម្មវិស័យយោធា
នៅក្នុងនោះមានការហ្វឹកហាត់ការពង្រឹងកងទ័ពការរៀបចំហេដ្ឋារចនាសម្ព័ន្ធយោធាការថាប្រើបច្ចេកវិទ្យាស៊ើបអង្កេតឬក៏បច្ចេកវិទ្យា digital បច្ចុប្បន្ន drone ជាដើមជាកិច្ចការមួយសំខាន់ដែលកម្ពុជាត្រូវការឲ្យមិនចាយទុនច្រើនដែរខ្ញុំសាទរដែរឃើញអតីតនាយករដ្ឋមន្ត្រីបានចរចាជាមួយ Zelensky តែនឹងតែបានទិញ drone ដូចមជ្ឈមបូព៌ាគេចរចា drone អ៊ុយក្រែនយកមកប្រើអត់ទេណាអានេះជាកិច្ចការមួយដែលខ្ញុំថាមានចោះបាទខ្ញុំនឹងជូនព័ត៌មានប៉ុណ្ណឹងទៅលោកកឹមសុខបន្ថែមទៀតបាទអរគុណច្រើនលោកអែមសវណ្ណរាបាទលោកនាងដឹងហើយលោកអែមសវណ្ណរាក៏ធ្លាប់ចូលរួមវាស់វែងព្រំដែននឹងបាក់ខាងកើតដែរជាមួយក្រុមលោកសុកទូខ្ញុំមិនខុសទេអញ្ចឹងលោកអាចយល់ដឹងពីបញ្ហាព្រំដែននិងឬផែនទីនេះច្រើនដែរទោះជាយ៉ាងណាក៏ដោយអ្វីដែលលោកអែមសវណ្ណរាបានលើកឡើងពីយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលដែលត្រូវឆ្លើយតបបែបណាលោកបានលើកច្រើនដោយលោកនាងបានស្ដាប់បាញ់មិញនេះហើយក៏ប៉ុន្តែចំពោះខ្ញុំចង់ងាកទៅលោកអ៊ំសំអានបន្តិចដែលជាខាងក្រុមតុកកិច្ចការព្រំដែនរដ្ឋាភិបាល$23ហ្នឹងគឺមិនសង្ឃឹមថារដ្ឋាភិបាលកុលហ៊ុននេះអាចធ្វើបានទេអ្វីដែលដូចដែលលោកអែមសវណ្ណរាបានលើកឡើងនេះបាទគឺលោកមានលើកឡើងថាដើម្បីយកទឹកដីខ្មែរបានជំរឿសមានតែមួយគឺដកកុលហ៊ុនចេញបាទសូមស្ដាប់ទាំងអស់គ្នាបាទដើម្បីទាមទារទឹកដីចំនួន50,000 លីត្រមកវិញត្រូវធ្វើម៉េចទាមទារឲ្យតកូលហ៊ុនប្រឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ឬក៏ធ្វើម៉េចជំរុញឬក៏ទាមទារឲ្យតកូលហ៊ុនចុះចេញពីតំណែងហើយមានដំណោះថ្មីដែលសាលាជាតិនៅទាមទារទឹកដីមកវិញចំនួន50,000 លីត្រហ្នឹងតាមរយៈការប្រឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ នៅប្រឹងថៃទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ91បើសិនជាតកូលហ៊ុននៅខេត្តតំណែងប្រកាសជាទឹកដីនឹងបាត់បង់ទៅថៃប្រកាសជាតកូលហ៊ុនកាត់ឲ្យថៃដើម្បីយកសន្តិភាពនៅតំណែងណាសម្រាប់ថាមាន3បាទចូលលោកកុំសុកវិញបាទមានអីចុងក្រោយនេះបាទខ្ញុំបញ្ជាក់តាំងពីដើមមកនោះខ្ញុំនឹងលោកសំរងស៊ីនិយាយអស់មកខ្ញុំពីរនាក់លោកសំរងស៊ីតាំងពីដើមមកនោះតាំងពីមុនដែលថៃវាយមកទោះបីជាជាមួយអ្នកផ្សេងទៀតគេមិនព្រមក៏ដោយប៉ុន្តែខ្ញុំនឹងលោកសំរងស៊ីច្បាស់លាស់នៅត្រង់ថាដំណោះស្រាយលើបញ្ហាបច្ចេកទេសមិនពិបាកទេប៉ុន្តែពិបាកបំផុតគឺក្រុមគ្រួសារហ៊ុននឹងមិនដោះស្រាយដូច្នេះតាំងពីដើមមកលោកប្រធានសំរងស៊ីហើយនឹងខ្ញុំបញ្ជាក់ច្បាស់ណាស់ថាតើតែដកក្រុមគ្រួសារហ៊ុនចេញពីអំណាចហើយនៅពេលនោះយើងបានអំពាវនាវឲ្យយុទ្ធជនខ្មែរឲ្យប្រជាពលរដ្ឋខ្មែរក្រោកឡើងដើម្បីដកក្រុមគ្រួសារហ៊ុនចេញពីអំណាចពីព្រោះអីយើងបានបញ្ជាក់ច្បាស់ណាស់ថាប្រសិនបើក្រុមគ្រួសារហ៊ុននៅកាន់អំណាចសង្គ្រាមមិនចាប់ទេសង្គ្រាមអត់ចាប់ទេពីព្រោះថៃដូចខ្ញុំបញ្ជាក់ខាងដើមទី1វាយរហូតទៅដល់ក្រុមគ្រួសារហ៊ុននឹងធ្វើជាអាយ៉ងរបស់ថៃតែម្ដងធ្វើជាអាយ៉ងរបស់ថៃហើយវាយទី2រហូតទៅដល់ថៃបានគេហៅថាឱកាសមួយក្នុងការចរចាជាមួយវៀតណាមលើបញ្ហាកម្ពុជាមានន័យថាបញ្ហាកម្ពុជាថៃនិងវៀតណាមគេសម្រេចរួមគ្នាបងប្អូនបាទជាហើយប្រវត្តិសាស្ត្រខ្មែរយើងលោកអែមសវណ្ណរាបញ្ជាក់ពីខាងដើមមកប្រវត្តិសាស្ត្រនៃការប្រទីនបន្ទុំរវាងថៃហើយនិងវៀតណាមនេះគឺវាយយកកម្ពុជាវាយទៅដើមអាយ៉ងម្ដងថៃវាយយកអាយ៉ងទៅម្ដងវៀតណាមវាយយកអាយ៉ងទៅប៉ុន្តែលើកនេះទំនងជាថៃហើយនិងវៀតណាមចរចាគ្នាយកអាយ៉ងតែមួយដើម្បីបែងចែកទឹកដីខ្មែរម្ល៉េះហើយរឿងដែលសំខាន់គឺថាយើងមើលឃើញច្បាស់អំពីរឿងហ្នឹងតាំងពីដើមរៀងមកបើទោះបីជាអ្នកណាគេជំទាស់ក៏ដោយលោកសំរងស៊ីជំរាបបងប្អូនប្រជាពលរដ្ឋលោកសំរងស៊ីនិយាយច្បាស់ខ្ញុំក៏បានបញ្ជាក់ថាតាំងពីដើមមកបើមិនដកក្រុមគ្រួសារហ៊ុនចេញពីអំណាចទេมันអាចដោះស្រាយបញ្ហានឹងបានឡើយពីព្រោះបញ្ហាដែលត្រូវដោះស្រាយទី1ពង្រឹងកម្លាំងកងទ័ពហើយរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនអត់មានពង្រឹងកម្លាំងកងទ័ពទេអត់ហ៊ានពង្រឹងកម្លាំងកងទ័ពជាតិឡើយពីព្រោះកាលណាពង្រឹងកម្លាំងកងទ័ពជាតិគាត់ខ្លាចរបូតអំណាចកម្លាំងកងទ័ពជាតិវាធំក្រសួងការពារជាតិពង្រឹងកម្លាំងកងទ័ពជាតិក្រុមទាបាញ់ក៏មានសិទ្ធិពង្រឹងកម្លាំងរបស់ខ្លួនដែរខ្លាចក្រុមទាបាញ់ចាប់ថៃចាប់យកក្រុមទាបាញ់ទៅព្រួតបាត់ណាអញ្ចឹងអត់ហ៊ានពង្រឹងកម្លាំងកងទ័ពជាតិទេហើយដើម្បីពង្រឹងកម្លាំងកងទ័ពជាតិធ្វើម៉េចត្រូវពង្រឹងសេដ្ឋកិច្ចប្រជាពលរដ្ឋសេដ្ឋកិច្ចរដ្ឋហើយដើម្បីពង្រឹងសេដ្ឋកិច្ចធ្វើម៉េចតើផ្សះផ្សាពង្រួមជាតិស្ដារប្រជាធិបតេយ្យអញ្ចឹងក្រុមគ្រួសារហ៊ុនអត់ហ៊ានធ្វើទេដោយសារយើងឃើញច្បាស់ថាក្រុមគ្រួសារហ៊ុនអត់ហ៊ានធ្វើរឿងអស់ហ្នឹងហើយទើបយើងបញ្ជាក់ថាបញ្ហាបច្ចេកទេសអត់ប្របាកទេលោកអែមសវណ្ណរាក៏លោកមានចំណេះអ្នកផ្សេងទៀតច្រើនណាស់មានចំណេះខ្ញុំស្គាល់ច្រើនណាស់នៅអូស្ត្រាលីក៏អ្នកមានចំណេះច្រើននៅអាមេរិកក៏អ្នកមានចំណេះច្រើនអំពីបញ្ហាទឹកដីព្រំដែនហ្នឹងដូច្នេះវានៅសល់តែបញ្ហាមួយគត់គឺកម្ពុជាមានរដ្ឋាភិបាលមួយដែលបើកឱកាសឲ្យអ្នកមានចំណេះបច្ចេកទេសមកអង្គុយជជែកគ្នាអំពីវិធីដោះស្រាយបញ្ហាទឹកដីនៅប្រទេសកម្ពុជារដ្ឋាភិបាលផ្ដល់សិទ្ធិផ្ដល់ឱកាសឲ្យពួកគេបញ្ចេញសមត្ថភាពដើម្បីឲ្យអ្នកចេះដឹងទាំងអស់នោះគេអាចបម្រើប្រទេសជាតិរបស់គេដែរពីព្រោះសុទ្ធតែប្រទេសជាតិរបស់យើងទាំងអស់គ្នាមិនមែនរបស់គណៈបកមួយមិនមែនរបស់ក្រុមមួយណាដូច្នេះបញ្ហាដែលនៅដែលខ្ញុំចង់បញ្ជាក់ជូនបងប្អូនថាលោកសំរងស៊ីយើងខ្ញុំនិយាយច្បាស់តាំងពីដំបូងដំណោះស្រាយមានតែមួយទេដំណោះស្រាយគឺត្រូវបដូរក្រុមគ្រួសារហ៊ុនចេញពីអំណាចបើរដ្ឋាភិបាលនឹងនៅគ្មានវិធីទេអរគុណចាស់លោកកំសុកបាទដោយដល់ពលរដ្ឋយើងនៅអ្នកស្ដាប់យើងលើកឡើងមិញចឹងថាតែគួរទុកតកលហ៊ុនក៏គួរទុកតកលហ៊ុនឬក៏គួររក្សាទុកទឹកដីបាទ
គឺបានសួរអំបញ្ញច្រើនតែតងរឿងនេះដែរអរគុណច្រើនចុងក្រោយមួយនាទីចុះទៅលោកអញសម្រាប់មានអ្វីបន្ថែមបាទសូមចេញ បាទអរគុណច្រើនខ្ញុំគ្រាន់តែបញ្ជាក់ចេះថាខ្ញុំមិនគណៈកម្មការវាស់ព្រំដែនគ្រាន់តែជាអ្នកសិក្សារឿងការបោះប្រគល់ព្រំដែនបាទអញ្ចឹងយើងបានសម្រាប់ចិត្តនៅក្នុងនឹងយើងបានទៅមើលគេរៀបគេបោះហើយយើងយល់ឃើញអ្វីខ្លះតែអ្នកនៅក្នុងនឹងគ្មានហ៊ានខមមិនទេតែខ្ញុំសូមអធិស្ឋានតែកន្លែងហ្នឹងបាទខ្ញុំចង់បញ្ជាក់ថាការកសាងជាតិមួយនៅក្នុងនយោបាយវាមានធាតុប្រជាពលរដ្ឋមានជាតិមានទឹកដីមានអធិបតេយ្យភាពអញ្ចឹងមិនអាចបុគ្គលណាម្នាក់អមតៈទេតែបើយើងធ្វើល្អគឺពលរដ្ឋផ្ដល់តម្លៃគេហៅតម្លៃនយោបាយដែលគ្រប់គ្រងតាមរយៈការបោះឆ្នោតតែបើយើងធ្វើអាក្រក់ប្រជាពលរដ្ឋបោះដកស្ក្រេទុកចិត្តឬថាមិនបោះឆ្នោតគ្រប់គ្រងនឹងតែប៉ុណ្្នឹងអញ្ចឹងអ្នកនយោបាយទាំងអស់គួរតែបើកបេះដូងឲ្យទូលាយថាទឹកដីប្រទេសហ្នឹងមិនមែនបោះបុគ្គលឬក៏បោះអ្នកណាម្នាក់គឺបោះទាំងអស់គ្នាបាទអរគុណ បាទអរគុណច្រើនបាទខ្ញុំបាទសូមជម្រាបលាលោកទាំងពីរយើងដល់ទីបញ្ចប់ហើយបាទខ្ញុំសូមបញ្ចប់តែម្ដងឬលោកកំសុកមានតែចង់ថែម ខ្ញុំគ្រាន់តែចង់បញ្ជាក់ចុងក្រោយតិចទេលោកទីសាការីយ៉ាបច្ចេកទេសលោកអែមសវណ្ណរាក៏លោកមានប្រសាសន៍ច្រើនដែរហើយខ្ញុំស្ដាប់អ្នកជំនាញផ្សេងៗក៏មានប្រសាសន៍ច្រើនដែរហើយយើងខ្ញុំក៏សពផ្សាយច្រើនដែរហើយគ្រប់គ្នាសុទ្ធតែដឹងថារឿងបច្ចេកទេសមិនពិបាកហើយដោះស្រាយដោយវិធីណាយើងដឹងវិធីប៉ុន្តែរឿងដែលសំខាន់អត់មានរដ្ឋាភិបាលមួយផ្ដល់ឱកាសដើម្បីធ្វើការងារហ្នឹងម្ល៉េះហើយដំណោះស្រាយក្នុងពេលបច្ចុប្បន្នមិនស្ថិតនៅលើរដ្ឋាភិបាលគ្រប់គ្រងសហគមន៍ទេដំណោះស្រាយបច្ចុប្បន្នស្ថិតនៅលើកណ្ដាប់ដៃរបស់យុទ្ធជនជួរមុខរបស់កងទ័ពរបស់ប្រជាពលរដ្ឋហេតុអីបានជាខ្ញុំនិយាយអញ្ចឹងគឺស្ថិតនៅលើកណ្ដាប់ដៃរបស់កងទ័ពរបស់យុទ្ធជនជួរមុខរបស់ប្រជាពលរដ្ឋដែលត្រូវរួមគ្នាផ្លាស់ប្ដូររដ្ឋាភិបាលដែលមិនផ្ដល់ឱកាសឲ្យកូនខ្មែរចេះដឹងទៅដោះស្រាយបញ្ហាជាតិអញ្ចឹងផ្លាស់ប្ដូររដ្ឋាភិបាលនឹងចេញដាក់រដ្ឋាភិបាលថ្មីដែលផ្ដល់ឱកាសឲ្យកូនខ្មែរចេះដឹងទៅដោះស្រាយបញ្ហាជាតិដូច្នេះមិនស្ថិតនៅលើរដ្ឋាភិបាលគ្រប់គ្រងសហគមន៍ទេពាក្យថាមិនស្ថិតនៅលើរដ្ឋាភិបាលគ្រប់គ្រងសហគមន៍ដោយសារតែរដ្ឋាភិបាលហ្នឹងមិនដោះស្រាយរួចទៅហើយដូច្នេះស្ថិតនៅលើប្រជាពលរដ្ឋយុទ្ធជនខ្មែរកងទ័ពខ្មែរដែលត្រូវផ្លាស់ប្ដូរពួកគេចេញដាក់រដ្ឋាភិបាលថ្មីដែលផ្ដល់ឱកាសឲ្យបញ្ញវន្តខ្មែរដោះស្រាយបញ្ហាជាតិទឹកដីខ្មែររួមគ្នា អរគុណគាត់នឹងក៏បានឆ្លើយតបវិញថាគេយកសម្លេងគាត់មកបំភ្លៃប៉ុន្តែសារអំបញ្ញមិញនេះគឺគ្មានបំភ្លៃទេគឺជាសារពិតរបស់លោកប្រាក់សុខុនដែលលើកឡើងថាទោះបីជាបាត់បង់ទៅថៃចូលបន្តិចបន្តួចក៏យើងព្រមដែរមានថាខ្មែរគេខ្មែរព្រមរដ្ឋាភិបាលរបស់តកូលហ៊ុននឹងព្រមដែរឲ្យតែបាញ់គ្នាអញ្ចឹងហើយយើងដឹងហើយថាលោកហ៊ុនសែនហ្នឹងបានធ្លាប់បានអះអាងកន្លងមកហើយមិនតកូលហ៊ុនមិនឲ្យបាត់បង់ទឹកដី1មីលីម៉ែត្រទេតែអាចបាត់បង់រាប់រយគីឡូម៉ែត្របានមើលទៅលោកកំសុកតើលោកមានការឆ្លើយតបបែបណាចំពោះលោកប្រាក់សុខុននេះ មិនឲ្យបាត់បង់1មីលីម៉ែត្រជាភាសានយោបាយបោកប្រាស់ពីព្រោះអត់ដែលមានមេដឹកនាំនៅលើពិភពលោកណាហ៊ានធានាអញ្ចឹងទេអត់ដែលមានមេដឹកនាំរូបណាហ៊ានធានាអញ្ចឹងទេគេហ៊ានធានាអំពីការដាក់ជីវិតខ្លួនឯងការពារទឹកដីប៉ុន្តែរហូតដល់មិនឲ្យបាត់1មីលីម៉ែត្រនោះមិនមែនអាចទៅធ្វើបានទេដល់ទៅពេលហ៊ុនសែនហ៊ុនម៉ាណែតគាត់និយាយថាមិនឲ្យបាត់1មីលីម៉ែត្រណានោះបោកប្រាស់សុទ្ធបោកប្រាស់ 100% ចំណុចទី1ខ្ញុំក៏សង្កល់អំពីប្រសាសន៍លោកប្រាក់សុខុនណាគាត់ថាបើខ្មែរយើងចូលគេឲ្យគេទៅពាក្យហ្នឹងគឺជាការសារភាពជាក់ស្ដែងថាត្រៀមកាត់ទឹកដីដែលថៃកំពុងគ្រប់គ្រងឲ្យគេហើយមូលហេតុអីពីព្រោះខ្មែរយើងអត់មានប្រវត្តិឯណាទៅអាចចូលដីថៃបានទេមិនអាចទេក៏គ្មានប្រវត្តិឯណាទៅចូលដីវៀតណាមបានដែរកុំថាឡើយថៃវៀតណាមសូម្បីតែឡាវហ្នឹងយើងគ្មានប្រវត្តិចូលដីឡាវផងនៅពេលដែលលោកហ៊ុនសែនលោកហ៊ុនម៉ាណែតធ្វើនាយករដ្ឋមន្ត្រីមានតែឡាវយកភូមិខ្មែរមានភូមិខ្មែរមួយចំនួនបច្ចុប្បន្នឡាវកំពុងតែគ្រប់គ្រងទេណាខ្ញុំភ្លេចឈ្មោះបាត់ទៅអ្នកស្រុកនៅស្ទឹងត្រែងប្រាប់ខ្ញុំដូច្នេះចំណុចទី1ខ្ញុំក៏សង្កត់ថារដ្ឋាភិបាលលោកហ៊ុនម៉ាណែតត្រៀមកាត់ទឹកដីដែលថៃកំពុងតែគ្រប់គ្រងនោះឲ្យថៃហើយការប្រឡយឲ្យដឹងរបស់លោកប្រាក់សុខុននោះចំណុចទី2សង្វាច់មែនទែនអំពីការដឹកនាំរបស់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតនៅពេលលោកប្រាក់សុខុនមានប្រសាសន៍ថាគេយកទូកុងតេន័រយកបលាលួសមកពាត់យកដីខ្មែរយើងគិតមើលទៅមើលប្រទេសជាតិមួយទៅមូលយើងបាត់បង់នៅអធិបតេយ្យភាពជាតិទាំងស្រុងនៅពេលដែលប្រទេសជិតខាងអត់ប្រើអាវុធអីទេប្រើត្រឹមតែទូកុងតេន័រហើយបលាលួសមកពាត់យកដីយើងស្រេចតែនឹងចិត្តដីប្រជាពលរដ្ឋយើងរត់មកទូកុងតេន័រមិនមានបាទសូមបង្ហាញលោកសុកនិយាយតយើងពិចារណាមើលហើយរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនខ្សោយប៉ុណ្ណាវាលែងទៅជាប្រទេសមែនទេកម្ពុជាយើងបច្ចុប្បន្នក្រោមការគ្រប់គ្រងរបស់ក្រុមគ្រួសារហ៊ុនស្ទើរតែលែងទៅជាប្រទេសដោយសារតែខ្ញុំបញ្ជាក់អបាញ់មិញហើយថាគេប្រើតែទូកុងតេន័រប្រើតែបលាលួសមកពាត់យកដីយើងបានតាមចិត្តដេញប្រជាពលរដ្ឋយើងរាប់ម៉ឺននាក់ចេញពីតំបន់ហ្នឹងខ្ញុំក៏សង្កត់ចេញពីសម្ដីរបស់លោកប្រាក់សុខុនណាចំណុចទី3នៅពេលដែលរដ្ឋាភិបាលលោកហ៊ុនម៉ាណែតអ្នកលោកប្រាក់សុខុនគាត់មានប្រសាសន៍អំពីការស្នើសុំចរចាជាមួយថៃពេលដែលគេវាយឬក្នុងស្ថានភាពសង្គ្រាមហើយកាលណាភាគីមួយស្នើសុំចរចាណាសុំចរចាជាចំហធម្មតាជាសម្ងាត់វាអាចមានជាការទូត
ប៉ុន្តែកាលណាប្រកាសសុំចរចាជាចំហនៅពេលដែលកំពុងតែមានសង្គ្រាមណាពាក្យសុំចរចាស្មើនឹងសុំចុះចាញ់សុំចុះចាញ់ណាហើយកាលណាចុះចាញ់នៅក្នុងលំហសង្គ្រាមណាសង្គ្រាមតូចក៏ដោយសង្គ្រាមធំក៏ដោយកាលណាមានន័យថាចុះចាញ់ហើយមានតែរឿងពីរទេរឿងទី1គេចង់បានអីបានហ្នឹងបានន័យថាអ្នកឈ្លានពានហ្នឹងចង់បានទឹកដីកាត់ទឹកដីឲ្យគេទៅអាហ្នឹងរឿងមួយរឿងទី2ចុះកិច្ចព្រមព្រៀងចាំស្ដាប់តាមគេកាលណាចុះចាញ់គេគឺអញ្ចឹងហើយបងប្អូនចាំមើលដំណើរសាច់រឿងហ្នឹងគឺវាទៅអញ្ចឹងចំណុចមួយទៀតលោកប្រាក់សុគន្ធនិយាយអំពីការវាស់វែងលើតំបន់ដែលកំពុងតែប្រទាញប្រទង់ឬក៏ស្ថានភាពដែលកំពុងតែមានចំនួនឬសង្គ្រាមនេះតែពិតណាយើងត្រូវបញ្ជាក់ឲ្យច្បាស់តំបន់ព្រំដែនដែលអាចវាស់វែងបានគឺជាតំបន់ដែលមានវិវាទហើយអាចចរចាគ្នាបានដោយប្រើឯកសារផ្លូវច្បាប់ផែនទីស្របទៅនឹងគោលការណ៍អន្តរជាតិផែនទីឯកសារស្របច្បាប់ណាបាទអាហ្នឹងយើងវាស់វែងនៅតំបន់នោះតំបន់ដែលមានការប្រទាញប្រទង់គ្នាហើយនៅចរចាគ្នាបានចរចាលើមូលដ្ឋាននៃការប្រើឯកសារស្របច្បាប់អន្តរជាតិអាហ្នឹងគេនិយាយអំពីការចរចាវាស់វែងប៉ុន្តែបើតំបន់នោះជាតំបន់ដែលមានចំនួនយូរហើយដោយលោកហ៊ុនសែនលោកហ៊ុនម៉ាណែតនិយាយថាចរចាគ្នាជាង20ឆ្នាំហើយវាទៅជាតំបន់ចំនួនបែបហ្នឹងគេលេងចរចាកើតហើយគេរុញទៅតុលាការអន្តរជាតិបើសិនជាសមុទ្ររុញទៅតុលាការដែលមានកាតព្វកិច្ចលើការកាត់ដីដែនសមុទ្រទៅបណ្ដាញគោករុញទៅ ICJ ដែលមានសមត្ថកិច្ចកាត់ដីដែនគោកទៅអាហ្នឹងតំបន់ចំនួនបែបហ្នឹងគេលេងចរចាកើតហើយគេផ្ដឹងទៅតុលាការអន្តរជាតិមួយទៀតតំបន់មួយទៀតជាតំបន់ចំនួនសំទោសមិនមែនជាតំបន់ចំនួនទេតំបន់គេហៅថាដែលគេឈ្លានពានចូលកាន់កាប់តំបន់បែបហ្នឹងគេអត់ចរចាទេក៏គេអត់ប្តឹងដែរតំបន់បែបហ្នឹងគេរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិដើម្បីឲ្យកងទ័ពថៃនឹងដកចេញតែម្ដងពីព្រោះអីពីព្រោះនោះជាទឹកដីរបស់យើងបាទគេចូលទឹកដីរបស់យើងតំបន់ណាដែលចូលទឹកដីរបស់យើងថៃចូលទឹកដីរបស់យើងយើងមានឯកសារផ្លូវច្បាប់យើងមានប្រជាពលរដ្ឋជាភ័ស្តុតាងជាសាក្សីយើងមានឯកសារផែនទីបញ្ជាក់ថាជារបស់យើងពិតប្រាកដ 100% មុនពេលសង្គ្រាមប្រជាពលរដ្ឋយើងរស់នៅប្រកបមុខរបរធ្វើស្រែចម្ការមានផ្ទះមានអីនៅកន្លែងនោះអត់មានចំនួនអីផងបើគេចូលយកអាតំបន់បែបហ្នឹងណាកាលណាគេឈ្លានពានយកអត់មានត្រូវប្តឹងអត់មានត្រូវចរចាទេគឺរកអន្តរាគមន៍ពីអន្តរជាតិដូចជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឬក៏ខ្មែរយើងមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរំលឹកឲ្យថៃត្រូវតែគោរពកិច្ចព្រមព្រៀងទាំងអស់ហ្នឹងឡើងវិញហើយដកចេញពីទឹកដីកម្ពុជាជាបន្ទាន់តែម្ដងប៉ុន្តែខ្ញុំមិនបានឃើញលោកហ៊ុនម៉ាណែតធ្វើបែបហ្នឹងទេអត់បានឃើញអាចប្តឹងក៏មិនច្បាស់តែប្តឹងតំបន់ណាថាតំបន់ដែលត្រូវរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិឲ្យថៃដកពីទឹកដីកម្ពុជាក៏មិនច្បាស់ថាតំបន់ណានៅស្ងៀមហើយគេគ្រាន់តែប្រើបន្លាលួសហើយគូទូកុងតឺន័រចូលមកពាត់យកធ្វើផ្លូវគេអភិវឌ្ឍតាមរបៀបគេតាមចិត្តរដ្ឋាភិបាលនេះខ្ញុំមិនដឹងថាជារដ្ឋាភិបាលប្រភេទម៉េចវាជារបៀបដឹកនាំមួយដែលធ្វើឲ្យកម្ពុជាស្ទើរតែលែងទៅជាប្រទេសទៅហើយហ្នឹងថៃមកបោះទីតាំងបោះទង់ជាតិរបស់គេលើទឹកដីខ្មែរតាមចិត្តហើយណាបាទសូមឆ្លើយតបប៉ុណ្ណឹងបាទអរគុណច្រើនហើយលោកកំសុកអ្វីដ៏សំខាន់លោកកំសុកបានសកត់ម្ដងហើយម្ដងទៀតថាគួរសង្វេគណាស់បរិបទខ្មែរមានរដ្ឋាភិបាលដោយតកលហ៊ុនទោះបីជាឈ្លានពានយ៉ាងម៉េចក៏នៅតែបដ ாய் ហើយមិនលើសពីនឹងទៀតគឺត្រៀមកាត់ទឹកដីឲ្យទៅថៃតែម្ដងបើមិនមានការចរចាណាមួយហើយអ្វីដ៏សំខាន់លោកកំសុកសំទោសលោកប្រាក់សុខុនក៏បានលើកឡើងថារដ្ឋាភិបាលខ្មែរហ្នឹងគឺលោកហ៊ុនម៉ាណែតហ្នឹងបានដើរនយោបាយក្រៅប្រទេសហ្នឹងឲ្យគេដឹងឲ្យគេជួយដឹងលើបានប៉ុណ្្នឹងទេប៉ុន្តែលោកបានប្រាប់ពីថានឹងប្រើផ្លូវច្បាប់ដែរប៉ុន្តែផ្លូវច្បាប់ហ្នឹងមិនដឹងជាទម្រង់បែបណាទេមកទល់ពេលនេះយើងមិនទាន់ឃើញថាចំណាត់ការរបស់រដ្ឋាភិបាលហ្នឹងធ្វើបែបណាជាក់លាក់ឬក៏ប្តឹងផ្ដាល់ទៅអន្តរជាតិតុលាការអន្តរជាតិដើម្បីទាមទារទឹកដីពីថៃនោះមកវិញបានទេអ្វីជាការសំខាន់យើងឃើញលោកប្រាក់សុខុនក៏ទទួលស្គាល់ថាថៃឈ្លានពានទឹកដីកម្ពុជាយកកុងតឺន័រយកអីមកបោះទីតាំងដាក់ទង់ជាលើដីខ្មែរហើយគ្មានការតតាំងដើម្បីការពារទឹកដីនោះទេមើលពីចំណុចនេះនៅក្នុងរដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់មាត្រា52បានចែងថារដ្ឋាភិបាលនឹងគឺត្រូវតែបដិញ្ញាចិត្តការពារអធិបតេយ្យភាពជាតិមានការពារទឹកដីគឺមិនឲ្យបាត់បង់មិនឲ្យបរទេសជឿនពានទេនឹងរដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់មាត្រា52បើយើងមើលពីក្រមព្រហ្មទណ្ឌវិញមាត្រា440ហ្នឹងក៏បានចែងអំពីអំពើដែលប្រគល់រដ្ឋបរទេសហ្នឹងគឺជាអំពើក្បត់ជាតិហើយនៅតាមក្រមព្រហ្មទណ្ឌនេះមេដឹកនាំដែលក្បត់ជាតិឬក៏អ្នកណាក៏ដោយដែលក្បត់ជាតិគឺត្រូវតែមានទោសមួយជីវិតអស់មួយជីវិតលោកកំសុកនៅបញ្ហានេះឃើញថាលោកអ៊ំសំអានបានលើកឡើងថាប្រដ្ឋខ្មែរស្លូតណាស់មិនអាចធ្វើអ្វីតកូលហ៊ុននោះទេទោះបីកាត់ដីឲ្យបរទេសហើយក៏ដោយហើយក្រមព្រហ្មទណ្ឌនេះក៏ចែងអំពីទោសដែលប្រគល់ឲ្យទឹកដីធ្វើឲ្យបាត់បង់ទឹកដីហ្នឹងគឺទោសមួយជីវិតតើបញ្ហាហ្នឹងយ៉ាងម៉េចទៅវិញតើតកូលហ៊ុនអាចនឹងមានទោសទេទោសដោយរបៀបណាក៏យ៉ាងម៉េចលោកកំសុកបើមានតុលាការយុតិធម៌គិតបន្ថត់ពីការដែលត្រូវប្រឈមទៅនឹងទោសកំហុសរបស់លោកហ៊ុនសែន
រដ្ឋាភិបាលក្រុងគ្រួសារហ៊ុនដែលដឹកនាំប្រទេសប្រមាណ40ឆ្នាំមកហើយនេះទេទោសនឹងទោសធំពេកទោសនឹងបើតាមខ្ញុំពិនិត្យមើលក្រមព្រំប្រទាននៃព្រះរាជាណាចក្រកម្ពុជានឹងដាក់មិនគ្រប់ទេហើយទោសដែលធ្ងន់ធ្ងរបំផុតគឺថាប្រសិនបើប្រទេសកម្ពុជាមានការផ្លាស់ប្ដូរដឹកនាំត្រឹមត្រូវក្រុមគ្រួសារនេះអាចប្រឈមទៅនឹងការទាមទាររបស់ប្រជាពលរដ្ឋខ្មែរថាឈប់ឲ្យមានសញ្ជាតិជាខ្មែរឈប់ឲ្យធ្វើជាខ្មែរពីព្រោះការបំផ្លាញខ្មែរនោះវាធំពេកធំធេងរហូតទៅដល់ធ្វើឲ្យខ្មែរលុះប្រលឹងចំណុចដែលសំខាន់បំផុតណាដែលខ្ញុំចង់បញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋខ្មែរអំពីចំណុចមួយនៃទោសរបស់រដ្ឋាភិបាលក្រុងគ្រួសារហ៊ុនក្នុងពេលបច្ចុប្បន្នហ្នឹងទៅចុះក្នុងពេលបច្ចុប្បន្នហ្នឹងខ្ញុំពិចារណាឃើញថាមិនដឹងថាលោកហ៊ុនសែនលោកហ៊ុនម៉ាណែតនៅពីក្រោយខ្នងទៅខុបខិនអ្វីជាមួយថៃណាពីព្រោះអីពីព្រោះកំពុងតែធ្វើសង្គ្រាមជាមួយថៃចូលមកពាត់យកទឹកដីនៃប្រទេសកម្ពុជាតាមចិត្តបាទគេចូលមកពាត់យកទឹកដីនៃប្រទេសយើងអត់ប្រើកម្លាំងសូម្បីតែទប់ស្កាត់នៅលើពិភពលោកនេះអត់មានទេណាមិនមែនយើងទៅឈ្លានពានគេមិនមែនយើងចង់ធ្វើសង្គ្រាមទេប៉ុន្តែប្រទេសណាក៏ដោយកាលណាគេប្រើកម្លាំងចូលមកយកទឹកដីរបស់ខ្លួនរាប់គីឡូម៉ែត្រទៅហើយហ្នឹងហើយបែរទៅជាដកថយឲ្យគេចូលតាមចិត្តវាអត់មានទេនៅលើលោកនេះវាអត់មានទាល់តែសោះប៉ុន្តែក្នុងពេលហ្នឹងរដ្ឋាភិបាលក្រុងគ្រួសារហ៊ុនបែរទៅជាខុបខិតរកស៊ីស្ងាត់ជាមួយថៃជាពិសេសការនាំប្រេងនិងឧស្ម័នចូលពីថៃការនាំប្រេងនិងឧស្ម័នចូលពីថៃនេះគឺជាទម្រង់មួយដែលរកស៊ីក្បត់ឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរក្បត់ប្រជាពលរដ្ឋខ្មែរហើយក្បត់នឹងផលប្រយោជន៍របស់ប្រទេសជាតិទៀតណាពីព្រោះអីរកស៊ីស្ងាត់ដោយសារអីតាមខ្ញុំពិនិត្យមើលស្ថានភាពនៅប្រទេសកម្ពុជារឿងប្រេងឥន្ធនៈរឿងសាសនេះណាมันអាចទប់ស្កាត់បានទេក្នុងខែក្រោយហ្នឹងរដ្ឋាភិបាលក្រុងគ្រួសារហ៊ុនដួលរលំហើយប្រសិនបើថៃមិនជួយប្រេងមិនជួយលក់ប្រេងនិងអូស្ម័នឲ្យមិនជួយលក់ប្រេងនិងមិនជួយលក់ហ្គាសឲ្យអញ្ចឹងដើម្បីឲ្យថៃជួយលក់ប្រេងនិងជួយលក់ហ្គាសឲ្យហើយដឹកចូលយ៉ាងសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃណាដឹកចូលច្រើនណាស់ពីថៃដើម្បីឲ្យថៃអាចលក់ប្រេងនិងលក់អូស្ម័នឲ្យលក់ហ្គាសឲ្យតើលោកហ៊ុនសែនលោកហ៊ុនម៉ាណែតសន្យាអ្វីជាមួយថៃនៅពីក្រោយខ្នងនេះជារឿងមួយដែលខ្ញុំមើលទៅដូចជាមានភាពសម្ងាត់សម្បើមណានៅពេលដែលស្ថានភាពអ៊ីរ៉ង់កាន់តែក្តៅគគុកបញ្ហាប្រេងនិងឧស្ម័នកាន់តែជាឧបសគ្គធំរដ្ឋាភិបាលក្រុងគ្រួសារហ៊ុនអត់មានតតាំងអ្វីជាមួយថៃទាល់តែសោះហើយនៅពីក្រោយហ្នឹងគឺថាមានរបាយការណ៍ជាច្រើនដែលថៃនាំប្រេងនិងឧស្ម័នលោកកំសុកហើយបានជាកំសុកនឹងរឿងនេះបាទលោកកំសុកមានអីសំអាងបាទខ្ញុំបានសិក្សាស្រាវជ្រាវខ្លះដែរពីរបាយការណ៍មួយចំនួនពីអ្នកតាមដានមួយចំនួនជាពិសេសមន្ត្រីរាជការដែលខ្ញុំបានស្គាល់នៅក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុក្រសួងប្រៃសណីក្រសួងរាយនិងធម្មពលជាដើមគេបានបញ្ជាក់អំពីការខ្វះខាតយ៉ាងធ្ងន់ធ្ងររបស់ប្រទេសកម្ពុជារបស់យើងការខ្វះខាតប្រេងហើយនឹងហ្គាសហ្នឹងណាហើយការខ្វះខាតហ្នឹងដូចដែលខ្ញុំបញ្ជាក់អំបញ្ញមិញអញ្ចឹងខ្ញុំតាមដានសម្បើមតាំងពីដើមរៀងមកតាមទំហំនៃការខ្វះខាតរបស់កម្ពុជារដ្ឋាភិបាលក្រុងគ្រួសារហ៊ុនសេដ្ឋកិច្ចរបស់រដ្ឋាភិបាលក្រុងគ្រួសារហ៊ុននឹងដួលនៅខែក្រោយហ្នឹងប៉ុន្តែបែរទៅជារដ្ឋមន្ត្រីក្រសួងរាយនិងធម្មពលគាត់ចេញមកប្រកាសថាកុំឲ្យប្រជាពលរដ្ឋភ័យបារម្ភអំពីការខ្វះប្រេងសាំងប្រេងឥន្ធនៈខ្ញុំក៏ចាប់អារម្មណ៍ភ្លាមថាមូលហេតុអីបានជាគេហ៊ានអះអាងបែបហ្នឹងខ្ញុំមានទំនាក់ទំនងជាមួយមន្ត្រីរាជការនៅក្រសួងទាំងអស់ហ្នឹងហើយសាកសួរគេបានប្រាប់ព័ត៌មានជាច្រើនអំពីរឿងហ្នឹងតាក់ទងទៅនឹងអ្វីដែលខ្ញុំនិយាយអំបញ្ញមិញហ្នឹងដំបូងខ្ញុំគ្រាន់តែព្យាករមើលទេខ្ញុំគ្រាន់តែប្រមាលមើលថាវាអាចបែបហ្នឹងដល់ទៅពេលសួរបញ្ជាក់ពីគេគឺច្បាស់ចំមែនក្រុមហ៊ុនពីរដែលដើរតួនាទីសំខាន់ក្នុងការនាំប្រេងមួយពីវៀតណាមមួយពីថៃក្រុមហ៊ុនសូគីមិចនាំពីវៀតណាមក្រុមហ៊ុន PTT នេះគេដូរឈ្មោះហើយក៏មិននាំក្នុងឈ្មោះ PTT ដែរគឺគេមានបណ្ដាញក្រុមហ៊ុនច្រើនណាស់ក្រុមហ៊ុនតូចរាប់រយក្នុងការនាំចូលប្រេងនិងហ្គាសចូលប្រទេសកម្ពុជាហើយអាប្រេងឥន្ធនៈដែលចូលមកប្រទេសកម្ពុជាហ្នឹងណាមិនមែនប្រេងល្អទេគឺប្រេងរបស់កងទ័ពរុស្ស៊ីដែលគេប្រើសោះថៃវៀតណាមទៅទិញពីកងទ័ពរុស្ស៊ីហើយដឹកមកលក់ឲ្យស្រុកខ្មែរយើងយកតម្លៃខ្ពស់ទៅទៀតតម្លៃថែមដូចជាគិតជាលុយខ្មែរប្រមាណ1200រៀលថែមលើតម្លៃដើមពីមុនបាទហើយដូច្នេះហើយប្រេងដែលគេកំពុងចរាចរនៅប្រទេសកម្ពុជាហ្នឹងគឺប្រេងសល់ពីកងទ័ពរុស្ស៊ីដែលកងទ័ពរុស្ស៊ីលក់ឲ្យវៀតណាមហើយនិងថៃយកមកលក់ឲ្យប្រទេសកម្ពុជានេះអាចំណុចហ្នឹងណាដែលខ្ញុំពិនិត្យមើលឃើញថាវាពិតជាគ្រោះថ្នាក់មួយសម្រាប់កម្ពុជានៅត្រង់ថាថៃហើយនិងវៀតណាមឥឡូវហ្នឹងមិនចាំបាច់ប្រើសង្គ្រាមអីទេមិនចាំបាច់ប្រើអាវុធទេជាពិសេសថៃ
ប្រើតែយុទ្ធសាស្ត្រប្រេងហ្នឹងក៏អាចយកទឹកដីនៃប្រទេសកម្ពុជាបានដែរនោះមានន័យថាប្រសិនបើក្រុមគ្រួសារហ៊ុនហ៊ានតដៃនឹងគេមិនឲ្យគេឈ្លានពានគេចង់អភិវឌ្ឍគេចង់ធ្វើផ្លូវអ្វីអុកលុកគេអញ្ចឹងគេគ្រាន់តែបិទការនាំចូលប្រេងហើយនឹងកាសទៅគឺថាដួលរលំក្រុមគ្រួសារហ៊ុនតែម្ដងនេះអាហ្នឹងដែលវាជារឿងសម្ងាត់ពីក្រោយរឿងរបស់ស្មុគស្មាញបាទលោកបានលើកលែងរឿងប្រេងឆ្ងាយពីប្រធានបទយើងបន្តិចប៉ុន្តែខ្ញុំចាប់អារម្មណ៍ចេះបើសិនជាអ្វីដូចដែលលោកកំសត់បានកំពុងតែអះអាងនេះមែនតកូលហ៊ុនសុកចិត្តតាក់ទងថៃតាក់ទងវៀតណាមដើម្បីយកប្រេងមកវាមិនល្អសម្រាប់បរិបទខ្មែរដើម្បីឲ្យមានប្រេងប្រើនៅក្នុងកលៈទេសៈដែលពិភពលោកកំពុងតែខ្វះប្រេងនេះបាទយើងមើលមួយជ្រុងថាល្អសម្រាប់ប្រជាពលរដ្ឋខ្មែរមានប្រេងប្រើមែនទេប៉ុន្តែមួយជ្រុងទៀតតើវាល្អសម្រាប់ប្រជាពលរដ្ឋខ្មែរទេឬក៏វាល្អសម្រាប់ក្រុមគ្រួសារហ៊ុនឬក៏វាល្អសម្រាប់ថៃនិងវៀតណាមនៅត្រង់ណាការដែលក្រុមគ្រួសារហ៊ុននាំប្រេងពីថៃនាំប្រេងពីវៀតណាមមកក្នុងកលៈទេសៈហ្នឹងតើការអនុញ្ញាតរបស់ថៃការអនុញ្ញាតរបស់វៀតណាមពិតជាត្រឹមតែលក់ប្រេងឬមានអ្វីនៅពីក្រោយទៀតជាឧទាហរណ៍ថៃនិងវៀតណាមត្រូវគ្នាណាថៃនិងវៀតណាមអត់ខុសគ្នាទេលើបញ្ហាហ្នឹងបាទដូច្នេះហើយការខុបខិតគ្នានៅពីក្រោយខ្ញុំគិតថាក្រុមគ្រួសារហ៊ុនអាចនឹងយល់ព្រមជាមួយថៃយល់ព្រមជាមួយវៀតណាមនៅលើវាសនាកម្ពុជានោះមានន័យថាវាសនាកម្ពុជាលែងសម្រេចដោយខ្មែរហើយគឺថៃនិងវៀតណាមគេសម្រេចរួមគ្នាលើទឹកដីនៃប្រទេសកម្ពុជាហើយដូច្នេះហើយខ្ញុំចង់បញ្ជាក់ទៅខាងដើមវិញថាប្រសិនបើយើងចង់បានត្រឹមតែប្រេងប៉ុន្តែអាប្រេងនោះវាជាឧបករណ៍របស់ថៃនិងវៀតណាមក្នុងការហែកយកទឹកដីនៃប្រទេសកម្ពុជាយើងតែយើងខាតរឿងចំណេញថ្ងៃក្រោយបាទយើងបាទយើងនឹងជជែកពីបញ្ហានៅពេលក្រោយទៀតសំទោសលោកគ្រូអែនសម្រាប់ផងដល់ចាំយូរដោយសារយើងខ្ញុំនឹងងាកទៅសួរលោកគ្រូអែនសម្រាប់នៅពេលបន្តិចទៀតនេះដោយសារយើងមានអ្នកស្ដាប់យើងមួយរូបជាប់បានហើយគឺអតីតសង្ឃខ្មែរកម្ពុជាក្រមគឺលោកស៊ិនហាយបាទសូមអញ្ជើញលោកស៊ិនហាយលើកជាសំណួរបាទសូមអរគុណបងគុំសុកហើយបងអែមស្រន់ស្វណ្ណហើយណាសម្រាប់រួលបងបាទសូមអរគុណសូមតាមខ្ញុំមើលឃើញថាសម្ដីរបស់លោកប្រាក់សុខុននឹងគឺជាការប្រកាសអំពីក្បត់ជាតិរបស់ពលហ៊ុនជាសាធារណៈក្នុងការស្ទង់មតិទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរមើលទៅមានចលនាបែបណាខ្លះនេះជាគំនិតរបស់ខ្ញុំមើលឃើញហើយខ្ញុំសូមដាក់សំណួរទៅបងអែមស្វណ្ណថាសូមបីតែកិច្ចសន្ធិសញ្ញាកិច្ចព្រមព្រៀងដែលព្រមដែនស្របច្បាប់របស់សកលលោកពិភពលោកទទួលស្គាល់ហើយថៃមិនទទួលស្គាល់ថៃវាយរំលោភបំពានខ្មែរបានតាមតែធ្វើចាត់មិនគ្រប់ច្បាប់ផងចុះតម្រង់អីដែលជាព្រំដែនដែលថៃបោះទូកុងតឺន័រយកថ្មីហ្នឹងតើថៃពិតជាគ្រប់តាមព្រំដែននៃការនឹងបានដែរទេសម្រាប់ថ្ងៃអនាគតតើខ្មែរគួរតែចរចាទ្វេភាគីជាមួយថៃទៀតដែរទេបាទនឹងសំណួរទី1ហើយសំណួរទី2សួរទៅបងកំសុកតើរដ្ឋាភិបាលក្រៅស្រុកជាមួយនឹងខ្មែរណាស្នេហាជាតិប្រជាធិបតេយ្យនៅក្រៅស្រុកគណៈពេលនេះយើងគួរតែចាប់ផ្ដើមសរសេរសៀវភៅប្រវត្តិសាស្ត្រអំពីក្បត់ទង្វើក្បត់ជាតិរបស់តកូលហ៊ុនបានដែរហើយឬនៅបាទសូមអរគុណបាទអរគុណច្រើនលោកស៊ិនហើយតទៅសំណួរទី1ទៅលោកអានបណ្ដាបាទសូមចេញបាទអរគុណម្ចាស់សំណួរតាមពិតយើងអត់ត្រូវយកព្រំដែនកម្ពុជាថៃនឹងទ្វេភាគីត្រឹមកុងតឺន័រទេបានន័យថាយើងមានកិច្ចព្រមព្រៀងព្រំដែនអន្តរជាតិកម្ពុជាថៃ73បកគោលនេះនយោបាយខ្លះថា74ដោយសារតែមានការរំកិលពីគោល73មក74អញ្ចឹងវាពាក់ព័ន្ធទៅនឹងព្រំដែនទឹកទៅលើកោះគុតបាទនឹងយើងជជែកគ្នាក្រោយប៉ុន្តែការចរចាទ្វេភាគីនៅតែចរចា JBC ហ្នឹងគឺយើងចាំបាច់នៅតែចរចាបើមិនយើងអត់ចរចាយើងមិនអាចបោះតាមគោលចាស់បានទេខ្ញុំគិតថាទោះបីជាយើងគ្មានគេហៅថាបកគោលដែលយើងប្រើផែនទីបោនតាមຂະຫນាត1 លើ 2 សែនណាដែលយើងខ្វះគេហៅថាខ្វះ GPA យើងចុចមិនដឹងគាត់ទៅនេះអាប់ស៊ីមែនក៏ប៉ុន្តែការលំអៀងវាអាចលំអៀងក៏ប៉ុន្តែយើងមិនគួរបាត់ច្រើនទេយើងស្ដាយទឹកដីយើងណាហើយយើងទាំងអស់គ្នាអញ្ចឹងការចរចាទ្វេភាគីនឹងទ្វេភាគីនៅប្រើប៉ុន្តែយន្តការអន្តរជាតិគឺយើងមិនអាចបោះបង់បានទេបានកម្ពុជានៅតែត្រូវពង្រឹងកត្តាឯកសារប្រវត្តិសាស្ត្រដែលយើងមានស្រាប់ណាមានមូលដ្ឋានច្បាប់ឯកសារប្រវត្តិសាស្ត្រផែនទីសន្ធិសញ្ញាកិច្ចព្រមព្រៀងសន្តិភាពក្នុងប៉ារីសឆ្នាំ91 $23នេះគឺសំខាន់ដែលកម្ពុជាយើងយកមកប្រើដោយសារតែថៃវៀតណាមគឺជាសមាជិកហត្ថលេខីនៃកិច្ចព្រមព្រៀងនេះហើយយើងខ្ញុំគិតថាយន្តការនៃការដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នេះជាយន្តការមួយហើយប៉ុន្តែខ្ញុំគិតថាបើសិនជារដ្ឋាភិបាលប្រើយន្តការមួយគេហៅថាជំរុញឲ្យរដ្ឋាភិបាលឲ្យតុលាការយុត្តិធម៌អន្តរជាតិអនុវត្តសាលក្រមឆ្នាំ62ព្រោះយើងមានឧបសម្ព័ន្ធផែនទីអាណិចមួយដែលវាអាចជួយការពារអធិបតេយ្យភាពកម្ពុជាយើងបកគោលចាស់របស់យើងមានគោលព្រំដែនអន្តរជាតិបារាំងសៀមទីសញ្ញាឆ្នាំ2004 2007ហើយរឿងខាងកម្ពុជាវៀតណាមកម្ពុជាឡាវយើងមានផែនទីរដ្ឋបាលបានន័យថាទស្សនៈមួយចំនួនដែលថាកម្ពុជាអត់បកគោលព្រំដែនអានឹងគឺជាទស្សនៈខុសឆ្គងហើយ
តែខ្ញុំថាមិនគួរប្រើពាក្យហ្នឹងទេព្រោះបើតែយើងអត់ព្រមផងទៅឲ្យអន្តរជាតិទូស្គាល់ដល់កម្ពុជាយើងព្រមដែរប៉ុណ្ណាបានវាអត់ត្រូវទេកន្លែងហ្នឹងមិនគួរប្រើពាក្យហ្នឹងទេបឡប់ក្មេងទេ បាទ អញ្ចឹងបើយើងនិយាយគឺយើងចរចាហើយឲ្យថៃគ្រប់ថៃមិនគ្រប់ទេដូចតឡាការអេកាត់ក្តីឲ្យកម្ពុជាគ្រប់គ្រងផ្សារប្រាភាជាកម្មសិទ្ធិក៏កម្ពុជាប្រើកម្លាំងទ័ពទៅវាយទៅដើមយកពីថៃរហូតដល់អន្តរជាតិអន្តរាគមន៍ចង់គេហៅថាជំរុញឲ្យថៃចេញពីសមាជិកអង្គការសហប្រជាជាតិទៅទៀតបានថៃព្រមទទួលយកសារិកាអញ្ចឹងយន្តការអន្តរជាតិហើយនឹងយោធា